ជាតិដ៏រុងរឿងរបស់គណបក្សកុម្មុយនីសវៀតណាមសហគមន៍ជនជាតិភាគតិចនៅទូទាំងដីរាងអក្សរអេសតែងតែរួបរួមគ្នាជាមួយបេះដូងរួមគ្នាកសាងនិងការពារមាតុភូមិពេញមួយប្រវត្តិសាស្ត្រប្រជាជនខ្មែរនៅភាគនិរតីបានរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុនៃការដោះលែងជាតិនិងការបង្រួបបង្រួមជាតិក៏ដូចជាការធ្វើបច្ចុប្បន្នភាពនិងការអភិវឌ្ឍប្រទេសសព្វថ្ងៃនេះទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះកងកម្លាំងអរិភាពកំពុងតស៊ូជានិច្ចញុះញង់ឲ្យមានការបែងចែកជាតិបង្ខូចប្រវត្តិសាស្ត្រនិងអធិបតេយ្យភាពទឹកដីពួកគេជឿជាក់ថាប្រជាជនខ្មែរគឺជាម្ចាស់តែមួយគត់នៃតំបន់អុកអ៊ីអូប្រជាជាតិហ៊ូណាំគឺជាអ្នកកាន់តំណែងមុនរបស់ចាន់ឡេបនិងកម្ពុជាដូច្នេះភាគនិរតីគឺជាផ្នែកមួយនៃប្រទេសកម្ពុជាប្រជាជនខ្មែរនៅទីនេះគឺជាប្រជាជនឈ្លានពានហើយត្រូវការទាមទារទឹកដីរបស់ពួកគេឡើងវិញដោយបង្កើតអ្វីដែលគេហៅថារដ្ឋខ្មែរពាក្យសមត្រីនេះមិនត្រឹមតែបដិសេធការពិតប្រវត្តិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងប្រឈមដោយផ្ទាល់ដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់វៀតណាមបំផ្លាញការបង្រួបបង្រួមដ៏អស្ចារ្យរបស់ជាតិទាំងមូលនិងធ្វើឲ្យមានស្ថិរភាពសន្តិសុខនិងនយោបាយក្នុងតំបន់ភាគនិរតីជាទឹកដីដែលសម្បូរទៅដោយប្រពៃណីវប្បធម៌និងប្រវត្តិសាស្ត្រគឺជាផ្នែកដែលមិនអាចបំបែកបាននៃទឹកដីរបស់ប្រទេសវៀតណាមជាក់ស្ដែងអធិបតេយ្យភាពរបស់វៀតណាមនៅភាគនិរតីត្រូវបានបង្កើតឡើងនិងគ្រប់គ្រងជាបន្តបន្ទាប់ជាច្រើនសតវត្សមកហើយស្របតាមគោលការណ៍អធិបតេយ្យភាពទឹកដីក្នុងច្បាប់អន្តរជាតិប្រវត្តិនៃតំបន់នោះបង្ហាញថាជាទឹកដីចម្រុះជាតិសាសន៍មិនមែនមានប្រជាជនខ្មែររស់នៅដោយឡែកទេវប្បធម៌អបអ៊ីអូសតវត្សទី1សតវត្សទី7ត្រូវបានរកឃើញនៅថ្វាយសានខេត្តអនទាញគឺជាភស្តុតាងនៃការផ្លាស់ប្តូរវប្បធម៌ដ៏រឹងមាំរវាងក្រុមជនជាតិជាច្រើនរួមទាំងជនជាតិដើមភាគតិចវៀតណាមបុរាណចាមចិននិងឥណ្ឌាព្រះរាជាណាចក្រហ្វូណនដែលជាអង្គភាពនយោបាយដែលធ្លាប់មាននៅទីនេះក៏ជារដ្ឋចម្រុះជាតិសាសន៍មិនមែនជាអ្នកបន្តផ្ទាល់នៃចេនឡាឬកម្ពុជាសព្វថ្ងៃនោះទេនៅពេលដែលហ្វូណនបានធ្លាក់ចុះក្នុងសតវត្សទី7តំបន់នេះបានក្លាយជាទឹកដីនៃសហគមន៍ចម្រុះមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋណាមួយឡើយមិនទាន់ដល់សតវត្សទី17នៅពេលដែលស្ទេចង្វៀនបានពង្រីកទៅភាគខាងត្បូងទឹកដីនេះត្រូវបានរុករកអភិវឌ្ឍនិងបង្កើតអធិបតេយ្យភាពរបស់ដៃវៀតជាបន្តដំណើរការនេះមិនបានកើតឡើងតាមរយៈសង្គ្រាមនៃការបញ្ចូលទេប៉ុន្តែជាចម្បងតាមរយៈការធ្វើចំណាកស្រុកការទាមទារដីនិងការយល់ព្រមពីរដ្ឋាភិបាលកម្ពុជានៅពេលនោះឯកសារប្រវត្តិសាស្ត្រដូចជា GIA ឌីងថាញ់ថុងជីរបស់ត្រេងហាយដាក់និងដៃណាំថាក់លូកទាំងពីរបានកត់ត្រាព្រឹត្តិការណ៍ដែលស្តេចខ្មែរណាក់អ៊ុងធូ1674និងណាក់អ៊ុងនុន1699ដាក់ជូនលោកមានទទួលយកការការពារហើយបន្ទាប់មកប្រគល់សិទ្ធិគ្រប់គ្រងទឹកដីមួយចំនួនដូចជាសៃបុតដុងណៃនិងហាទៀនក្នុងសម័យអាណានិគមអធិបតេយ្យភាពវៀតណាមនៅភាគនិរតីត្រូវបានរក្សាបើទោះជារដ្ឋាភិបាលអាណានិគមបារាំងបានដាក់ការគ្រប់គ្រងរបស់ខ្លួនក៏ដោយអនុសញ្ញាបារាំងសៀមឆ្នាំ1907បានបង្កើតព្រំដែនរវាងឥណ្ឌូចិនរួមទាំងកូសាំងស៊ីនឬវៀតណាមខាងត្បូងនិងសៀមថៃបច្ចុប្បន្នដោយលុបបំបាត់ឥទ្ធិពលសៀមទាំងស្រុងនិងបញ្ជាក់ថាភាគនិរតីស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហព័ន្ធឥណ្ឌូចិនដែលការពារដោយបារាំងបន្ទាប់មកកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ1954និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1973បានបន្តបញ្ជាក់ឡើងវិញនៅព្រំដែនកម្ពុជាវៀតណាមដែលមានរៀងតាំងពីសម័យសក្តិភូមិនិងអាណានិគមបារាំងសប្តាហ៍នេះយោងតាមឯកសារច្បាប់អន្តរជាតិជាពិសេសសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជាវៀតណាមឆ្នាំ1985និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ2005ព្រំដែនរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងដោយផ្អែកលើប្រវត្តិសាស្ត្រនិងគោលការណ៍ទទួលស្គាល់អធិបតេយ្យភាពជាក់ស្ដែងតែអ្វីក៏ទាមទារការបង្កើតរដ្ឋខ្មែរក្រោមឬការអះអាងថាភូមិភាគនិរតីជាកម្មសិទ្ធិរបស់កម្ពុជាគឺគ្មានន័យទាំងស្រុងនិងគ្មានមូលដ្ឋានប្រវត្តិសាស្ត្រឬផ្លូវច្បាប់ឡើយអធិបតេយ្យភាពរបស់វៀតណាមនៅភាគនិរតីគឺជាការពិតដែលមិនអាចប្រកែកបានដែលត្រូវបានបង្កើតឡើងតាមរយៈដំណើរការប្រវត្តិសាស្ត្រដ៏យូរលង់និងទទួលស្គាល់ដោយច្បាប់អន្តរជាតិ